កុំធ្វើឈួតនៅក្នុងអ្នកជាហើយកុំធ្វើជានៅក្នុងវងមនុស្សឈួតមនុស្សគួរតែចេះរស់ក្នុងភាពបត់បែនតាមពិតមនុស្សមានច្រើនប្រភេទតែប្រភេទដែលមនុស្សដែលច្បាស់ជាមួយយើងហើយមិនវាយតម្លៃយើងដោយការស្មានមានតិចភាគច្រើនរបស់មនុស្សស្មានភាគរយគេច្រើនបែបម៉េចនិយមក្នុងការគិតបែបម៉េចយកអាការគិតបែបហ្នឹងយកមកវាយតម្លៃមនុស្សដទៃគិតថាគេគឺបែបហ្នឹងមីងចែកម្លេចទៅកូនក្មួយថាពីអតីតកាលរបស់មីងមកទល់បច្ចុប្បន្នមីងតែងតែសម្របខ្លួនស្រាលដូចខ្យល់មនុស្សបែបណាក៏មីងចូលជាមួយគេចោះក្នុងស្ថានភាពសម្ដីប៉ះពាល់ការសម្ដែងសម្ដាលប៉ះពាល់ការពិភាក្សារហូតដល់ប្រឹក្សាយោបល់ផ្លូវការមីងមិនប្រកែទេតែមីងប្រកាន់ពាក្យមួយឃ្លារបស់ដូនតាយើងមីងតែងតែប្រកាន់គោលចំហមួយថាបើសិនជាមីងចូលក្នុងប្លុកមួយដែលពោពេញទៅដោយបណ្ឌិតមីងហៅថាខ្លួនមីងគឺជាមនុស្សដែលមហាសំណាងដែលមីងបានជួបនៅមនុស្សដែលមានភាពជាកតេបណ្ឌិតមីងអត់និយាយពីបណ្ឌិតដែលមានសញ្ញាបត្រទេមីងនិយាយអំពីមនុស្សដែលមានឧត្តមកតេជាកតេបណ្ឌិតស្ដាប់ឲ្យបានមីងតែងតែប្រយ័ត្នប្រឡាញ់ខ្លួនបើសិនជាមីងចូលទៅក្នុងចំណុំចំណោមមនុស្សមួយដែលគេហៅថាប្រភេទមនុស្សដែលអត់និយាយទេតែក្មួយយល់ហ្នឹងមែនទេមីងចង់ចែកម្លែកថាអ្នកខ្លះមានសំណួរសួរដោយការទៀងត្រង់ការចែកម្លែកគួរតែផ្ដល់ឲ្យនៅភាពច្បាស់លាស់អ្នកខ្លះសួរមកដោយភាពឈឺឆ្អាលឌឺដងផ្ដល់ទៅឲ្យវិញបៀបមិនច្បាស់លាស់ដូចគ្នាអញ្ចឹងកុំគិតថាជួបមនុស្សទាំងអស់ភាសាតែមួយយើងអាចប្រើបានគ្រប់សន្តានមនុស្សយើងប្រើភាសាផ្សេងគ្នានៃមិនដូចគ្នាពីព្រោះមនុស្សអត់ដូចគ្នាតែទៅក្នុងឈួតយើងធ្វើឈួតហើយបានបើមិនចឹងយើងនឹងស្លាប់ហើយបើសិនជាទៅក្នុងចំណោមមនុស្សជាដាច់ខាតយើងត្រូវតែខំសមាធិតាំងចិត្តថាយើងកំពុងតែមានបុណ្យយើងទៅធ្វើខ្លួនឲ្យទៅជាមនុស្សជាឪពុករបស់ខ្ញុំបានប្រាប់ថាបើសិនជាឆ្កែមកខាំកូនណាអត់ចម្លែកទេតែបើសិនជាកូនទៅខាំឆ្កែវិញទៅចម្លែក